សួស្តីប្រិយមិត្តនៅក្នុងបណ្ដាញសង្គម Facebook ជាទីរាប់អានថ្ងៃនេះខ្ញុំមកបង្ហាញទីតាំងទៅកាន់ប្រាសាទបាពួនឥឡូវនេះរូបភាពយើងនៅនឹងមុខប្រាសាទលានទីលានជលមរីបងប្អូនហើយខ្ញុំដាក់វីដេអូរៀង slow motion ណាអញ្ចឹងកន្លែងហ្នឹងយើងមើលនៅខាងមុខហ្នឹងមានផ្លូវមួយគេជិះឆ្លងកាត់ហ្នឹងហើយនៅកន្លែងខ្ញុំឈូថតហ្នឹងគឺកន្លែងប្រាសាទទីលានជលមរីអញ្ចឹងយើងដើរមើលទៅនៅនឹងមានរូបដំរីក្បាល3ដំរីក្បាល3ហ្នឹងមានកាន់ផ្កាឈូកបាទនៅនឹងមានរូបចម្លាក់ស្អាតណាជាតំណាងរឿងរាមកេរ្តិ៍អានឹងខ្ញុំអត់សូវដឹងដែរអញ្ចឹងយើងមើលទៅយើងកន្លែងហ្នឹងរូបភាពស្អាតអ្នកខ្លះគាត់មើលតែពីក្រៅគាត់អត់ចាប់អារម្មណ៍បើយើងចូលមកលេងបានដឹងថាកន្លែងហ្នឹងមានរូបភាពប្លែកស្អាតច្រើននេះនៅខាងមុខបងប្អូននេះយើងឈូថតពីលើប្រាសាទហ្នឹងឯងអញ្ចឹងយើងដើរទៅត្រង់ខាងមុខទៀតបាទនេះយើងដើរមកត្រង់មកនៅហ្នឹងមានប្រាសាទមួយបាទហើយយើងចាំយើងដើរឆ្លងកាត់ចដាហ្នឹងបាទនេះយើងឡើងមកហើយយើងដើរមកត្រង់ទៀតមកបើសិនជាយើងដើរត្រង់ទៅផុតទៀតគឺដល់ប្រាសាទបាយ័នតែនេះខ្ញុំធ្វើដាក់វីដេអូ slow ទៅដើម្បីឲ្យយើងងាយស្រួលមើលយើងដើរមកមុខទៀតមកបាទហើយយើងក្បែរកាមេរ៉ាមើលមកខាងនេះមានបង្អួចដើម្បីមើលប្រាសាទបាពួននៅខាងហ្នឹងណាហើយយើងដើរទៅទៀតដើរមកទៀតមកយើងមកចំកណ្ដាលមុខខ្លោងទ្វារប្រាសាទបាពួនnàyអានេះខ្ញុំដាក់វីដេអូយឺតខ្ញុំដាក់រៀង slow កុំឲ្យលឿនពេកណាទៅពេលរូបភាពវារៀងលឿនតែខ្ញុំធ្វើ slow ទៅដើម្បីឲ្យងាយគ្នាយើងនឹងតាមតន់ណាអញ្ចឹងយើងដើរមកហើយយើងងាកមកខាងលិចមកឃើញមានស្ពានមួយណែស្ពាននៅមុខប្រាសាទហ្នឹងស្អាតណាប្រាសាទហ្នឹងភាគច្រើនអ្នកខ្លះគាត់អត់សូវមានអ្នកចាប់អារម្មណ៍ចូលលេងតែទីតាំងនៅហ្នឹងស្អាតស្ពានគេហ្នឹងស្អាតមែនទែនដូចនៅក្នុងអាហ្គេម Temple Run ហ្នឹងសងខាងគេហ្នឹងមានកសិនទឹកសងខាងកសិនទឹកដែលគេតែនិយាយលេងថាមកសៀមរាបកុំភ្លេចមកផឹកបាច់ឆាអាហ្នឹងក៏ពិតកន្លែងហ្នឹងនេះលើស្ពានគេហ្នឹងខ្ញុំដើរលើស្ពានហ្នឹងទៅមុខនៅនឹងស្ងាត់ពួកកាយខ្ញុំទៅហ្នឹងម៉ោងថ្ងៃត្រង់ដែរម៉ោង12ម៉ោង1ថ្ងៃត្រង់ហ្នឹងក្តៅខ្ញុំស្មានតែមានមនុស្សមកលេងច្រើនដល់ទៅពេលទៅអត់សូវមានមនុស្សអញ្ចឹងខ្ញុំដើរថតលេងទៅបានមកលេងប៉ុន្តែអត់បានឡើងទៅអាប្រាសាទខាងលើទេវាស្ងាត់ផងអត់ហ៊ានចូលខ្លាចដែរពួកអាជ្ញាធរអប្សរាគេយាមនៅខាងមុខដល់ពេលយើងក្នុងប្រាសាទហ្នឹងវាអត់ឃើញអត់ហ៊ានចូលដែរខ្លាចដែរម្នាក់ឯងអញ្ចឹងណាបាទហើយនៅនឹងមានស្វាណាបងប្អូនទៀតដល់កន្លែងស្វាខ្ញុំថតស្វាមួយទឹកឲ្យបងប្អូនមើលនេះយើងមើលបាទនេះខ្ញុំដើរមកដល់ប្រាសាទហើយនៅខាងក្នុងទេប៉ុន្តែបានចូលទៅជ្រៅគេតែខ្ញុំថតខាងគៀនក្បែរប្អួយហ្នឹងមានស្រះទឹកបាទស្រះទឹកហ្នឹងមានស្វាប៉ុន្តែស្វាហ្នឹងមានតែ1 2ប៉ុណ្ណឹងណាបងប្អូនមាននឹងដើមឈើជុំវិញប្រាសាទហ្នឹងច្រើនណាតែពេលអីខ្ញុំអត់ហ៊ានចូលទៅខ្លាចស្វាខាំដែរវាអត់មានអ្នកយាមទៅអត់ហ៊ានចូលដែរវាស្ងាត់ពួកម៉ោងស្មានហ្នឹងគឺភ្ញៀវបរទេសអីចេញអស់ហើយអានេះខ្ញុំថតពីខាងមុខវិញឲ្យបងប្អូនមើលណាហើយនៅស្ពានគេហើយនៅចុងវីដេអូខ្ញុំមានដាក់រូបភាពឲ្យបងប្អូនមើលបាទនេះបងប្អូននេះស្ពានថតពីខាងមុខហើយយើងអាចចុះមកខាងក្រោមបានកន្លែងសសរស្ពានហ្នឹងចុះមកថតលេងធ្វើ view បាទនេះកន្លែងហ្នឹងយើងចុះថតលេងធ្វើ view របស់យើងទៅហើយនៅខាងក្រោមហ្នឹងយើងអាចអង្គុយថតបានខាងក្រោមហ្នឹងយើងអាចឈរឲ្យពោះអាចទល់ក្បាលណាយើងបានធ្វើថតទេហើយវីដេអូយើងមានតែប៉ុណ្្នឹងឯងបងប្អូនមកអរគុណច្រើនជួបគ្នានៅវីដេអូក្រោយៗទៀត